នៅសតវត្សទី11និង12អាណាចក្រធំជាងគេគឺអាណាចក្រខ្មែរដោយសារអាណាចក្រខ្មែរធំទូទីទឹកដីបានបែកចែកជាផ្នែកដូចជាប្រមាណនឹងវិស័យដែលជាខេត្តធំដោយមានខ្សែរាជវង្សឬបុគ្គលមានអំណាចកាន់តំបន់នីមួយចំណែកនៅភាគខាងជើងមានក្រុមជនជាតិតែមួយក្រុមគ្រប់គ្រងនៅតំបន់នោះជាច្រើនជំនាន់នៅពាក់កណ្ដាលសតវត្សទី12ពួកតៃបានប្រកាសរដ្ឋនៅលើទឹកដីអាណាចក្រខ្មែរអំណាចខ្មែរក្នុងតំបន់ផ្សេងចាប់ផ្ដើមចុះខ្សោយនៅដើមសតវត្សទី14មានស្ដេចត្រាញ់មួយបានគ្រប់គ្រងតំបន់មួយឈ្មោះមឿងស៊ូក៏ទ្រង់មានព្រះនាមថាខុនភីហ្វាទ្រង់មានបុត្រាមួយអង្គនាមហ្វាងុំខុនភីហ្វាបានគ្រប់គ្រងទឹកដីបាន4ឆ្នាំគូប្រជែងរបស់ទ្រង់បានបះបោរគ្រប់គ្រងទឹកដីខុនភីហ្វាបានភៀសព្រះកាយចេះពីរាជវាំងចំណែកបុត្រាទ្រង់នាមហ្វាងុំដែលមានព្រះជន្មប្រហែល7-8ឆ្នាំត្រូវបានមន្ត្រីស្មោះនាំមកកាន់អង្គរឆ្លងកាត់ព្រៃភ្នំទន្លេក្រុងស្រែភូមិអស់រយៈពេល2-3ខែទ្រង់ក៏បានមកដល់អង្គរមន្ត្រីស្មោះត្រង់បានយកទ្រង់ចូលគាល់ព្រះបាទជ័យវរ្ម័នទី9នៃអង្គរទ្រង់ក៏បានទទួលវាំងហ្គាំធ្វើជាបុត្រាធរក្នុងអំឡុងពេលទ្រង់នៅអង្គរទ្រង់ត្រូវបានរៀននៅអក្សរសិល្ប៍ក្បួនច្បាប់សង្គ្រាមនិងគម្ពីរសាសនាបានល្អដោយឃើញទ្រង់ឆ្លាតនៅពេលទ្រង់មានព្រះជន្ម15មួយព្រះវស្សាព្រះបាទជ័យវរ្ម័នទី9បានរៀបអភិសេកទ្រង់ជាមួយបុត្រីទ្រង់នាមកែវកញ្ញាក្រោយពេលនៅអង្គរជាង20ឆ្នាំនៅឆ្នាំ1350ដោយមានទ័ពដែលប្រគល់ដោយស្ដេចខ្មែរទ្រង់បាននាំទ័ពទៅកាន់ទឹកដីកំណើតដើម្បីច្បាំងយកទឹកដីមកវិញនៅឆ្នាំ1353ទ្រង់បានប្រកាសសោយរាជ្យហើយបានប្រកាសនគរថានគរឡានសាងដែលមានន័យថាដំរីរលានដោយបានជោគជ័យទាំងស្រុងព្រះនាងកែវកញ្ញាបានយាងចេញពីអង្គរដោយមានព្រះសង្ឃមន្ត្រីអ្នកប្រាជ្ញអ្នកអបាមនិងវត្ថុមានតម្លៃដទៃទៀតទៅឡានសាងព្រះបាទជ័យវរ្ម័នទី9បានប្រគល់ព្រះបាងដែលជាព្រះពុទ្ធសាងពីមានកម្ពស់38សង់ទីម៉ែត្រសាងពីមាសទៅឡានសាងនៅឆ្នាំ1356ព្រះបាទហ្វាងុំនិងស្ត្រីកែវកញ្ញាមានបុត្រមួយអង្គនាមសាមសេនថៃចំណែកស្ដេចក្រោយរបស់ឡាវរហូតដល់ស្ដេចចុងក្រោយរបស់ឡាវសុទ្ធតែជារាជវង្សជំនាន់ក្រោយនៃព្រះបាទហ្វាងុំនិងស្ត្រីកែវកញ្ញានេះឯងក្នុងនាមយើងជាខ្មែរយើងត្រូវដឹងថាឡាវជាបងប្អូននិងសាច់ញាតិរបស់យើងជនជាតិឡាវរស់នៅក្នុងអាណាចក្រខ្មែរជាមួយយើងតាំងពីបុរាណទឹកដីដែលឡាវរស់នៅមិនបានលួចប្លន់មកពីខ្មែរទេតែជាទឹកដីដែលបុព្វបុរសឡាវរស់នៅតាំងពីបុរាណមកម្ល៉េះ